រនាមទឹកត្រៀមជន់ហូរចូលបឹងប្រហៀមព្រឹកនឹងឆាប់ក្រោកទៅទុំទឹកស្រែពីយប់ភ្លៀងធំសំលេងហ៊ីងជុំលាន់សូរឡើងវាយទៅទុំទឹកស្រែបានត្រីបន្លែឲ្យម៉ែធ្វើងើមកពុកទឹមក្របីដើម្បីទៅជួដីប្រាំងម៉ោងបាយថ្ងៃត្រង់ទៅពុកខ្ញុំគាត់បានឈប់ដោះនឹមក្របីស្រែថ្នាក់ក្រមាជូនលើជ្រោកមកលុបសម្រាំងបាត់ហត់ទៅពុកគាត់រកពិសាបាយថ្ងៃជ្រេរសៀលរមៀលចិត្តដល់ពេលលិចរលឹមស្រេចខ្ញុំលត់ទឹកព្រែកបែកខ្ចាយដឹងតែពីលេងកាលនៅក្មេងមិនចេះខ្វល់ខ្វាយចេះតែសប្បាយគ្មានជាងកើតទឹកកាងព្រួយព្រះសង្ឃទូមយាមម៉ោង5ដល់ពេលទៅផ្ទះទាញក្របីមិនឈ្នះខ្ញុំស្រែកហៅពុកលោកឲ្យជួយពុកទឹកក្របីខ្ញុំជិះលើខ្នងកាន់មេឃ6កាត់ព្រៃបោះពួយរងងាររំអួយយំលើខ្នងក្របីចោច្រករនាមទឹកត្រៀមជន់ហូរចូលបឹងប្រហៀមព្រឹកនឹងឆាប់ក្រោកទៅទុំទឹកស្រែពីយប់ភ្លៀងធំសំលេងហ៊ីងជុំលាន់សូរឡើងវាយទៅទុំទឹកស្រែបានត្រីបន្លែឲ្យម៉ែធ្វើងើមកពុកទឹមក្របីដើម្បីទៅជួដីប្រាំងម៉ោងបាយថ្ងៃត្រង់ទៅពុកខ្ញុំគាត់បានឈប់ដោះនឹមក្របីស្រែថ្នាក់ក្រមាជូនលើជ្រោកមកលុបសម្រាំងបាត់ហត់ទៅពុកគាត់រកពិសាបាយថ្ងៃជ្រេរសៀលរមៀលចិត្តដល់ពេលលិចរលឹមស្រេចខ្ញុំលត់ទឹកព្រែកបែកខ្ចាយដឹងតែពីលេងកាលនៅក្មេងមិនចេះខ្វល់ខ្វាយចេះតែសប្បាយគ្មានជាងកើតទឹកកាងព្រួយព្រះសង្ឃទូមយាមម៉ោង5ដល់ពេលទៅផ្ទះទាញក្របីមិនឈ្នះខ្ញុំស្រែកហៅពុកលោកឲ្យជួយពុកទឹកក្របីខ្ញុំជិះលើខ្នងកាន់មេឃ6កាត់ព្រៃបោះពួយរងងាររំអួយយំលើខ្នងក្របី